សួស្តីថ្ងៃនេះមកស្ងោរតឡាចជាមួយនឹងថៃញៀតហើយឆ្អឹងចេនីជ្រូកចាហើយខ្ញុំលាយការ៉ុតដែរចាអញ្ចឹងគ្រឿងផ្សំយើងមាននៅលើហ្នឹងចាហើយតឡាចនឹងការ៉ុតនេះលាងទឹកឲ្យស្អាតហើយយើងយកវាមកហាន់អញ្ចឹងមកចាអូខេហាន់បែបហ្នឹងឲ្យអស់មកអូខេការ៉ុតក៏យើងហាន់អញ្ចឹងដែរចាហើយលក្ខណៈយើងកាត់វាខ្លីៗអញ្ចឹងមកចាអូខេបន្ទាប់មកយើងដាក់ប្រេងឆាហើយយើងឆាសាច់ឆ្អឹងចេនីជ្រូកហ្នឹងមកចាបន្ទាប់មកយើងក៏ចាក់ថៃញៀតយើងចូលទៅថៃញៀតយើងកាត់ដុំអញ្ចឹងមកហើយយើងដាក់អំបិលស្ករប៊ីចេងឲ្យមកចាស្ងោរខ្ញុំអត់ដាក់ស្ករទេចាបាច់ឆាបាទខ្ញុំដាក់សម្លខ្ញុំភាគច្រើនខ្ញុំអត់ដែរដាក់ស្ករទេចាបន្ទាប់មកយើងក៏ដាក់ការ៉ុតចូលមុនគេព្រោះការ៉ុតហ្នឹងវារឹងជាងតឡាចហើយយើងដាក់ម្រេចបន្តិចទៅចាយើងឆាវាឲ្យស្ងួតទឹកតិចយើងចាក់ទឹកចូលមកចាចាក់ទឹកមកងាស់ឆ្អឹងចំណីជាមួយនឹងការ៉ុតហ្នឹងឲ្យរៀងផុយតិចមកអូខេបន្ទាប់មកយើងក៏បង់តឡាចចូលទៅតឡាចហ្នឹងយើងដាក់តាម1 ពុះ 2 ពុះអីហ្នឹងឆ្អិនហើយចានៅពេលយើងមកងាស់ឲ្យវាឆ្អិនតឡាចហ្នឹងហើយយើងក៏បង់លឹកខ្ទឹមចូលទៅវាជាការស្រេចហើយចាអញ្ចឹងមានប៉ុណ្្នឹងទេអរគុណចំពោះការតាមដានកុំភ្លេចជួយ like share ព្រមទាំង follow page ម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយៗទៀតជម្រាបលា